ខ្ញុំគិតថាក្រុមហ៊ុនរបស់លោកមិនចាំបាច់រើការងារទេមែនទេស៊ូលេងលេងនេះជារបៀបធ្វើការរបស់អ្នកលោកបាន100000នៅមិនទាន់គ្រប់ផងនៅហ៊ានធ្វើឲ្យអតិថិជនធំដូចលោកម្ចាស់ឈិនអង្គចិត្តទៀតបើមិនចង់ធ្វើទេឆាប់ចេញទៅប្រធានខ្ញុំមិនមែនខ្ជិលទេគឺមកពីគាត់ជ្រុលពេកខ្ញុំមិនខ្វល់អតិថិជនមានតម្រូវការយើងត្រូវតែបំពេញមិនបានគឺជាបញ្ហារបស់នាងឆាប់សុំទោសលោកម្ចាស់ឈិនភ្លាមយត់នៅមិនឆាប់សុំទោសទៀតសុំទោសស្អីគេមួយលានរដ្ឋាជាអតិថិជនធំត្រូវបំពេញតាមគ្រប់យ៉ាងចុះបើខ្ញុំឲ្យលោកប្រធានចាងលើកជង្គង់សុំទោសខ្ញុំវិញបានទេឯងនេះក្មេងទីណានេះការលួសរបស់សិស្សច្បងស៊ូខ្ញុំមកហើយអាម្នាក់នេះស្លៀកពាក់ធម្មតាតែមើលរូបពីវាដូចជាមានទំនុកចិត្តដូចអ្នកមានពីមុនលោកម្ចាស់ឈិនអាម្នាក់នេះគ្រាន់តែជាអក្រីក្រនៅសាលារស់បានដោយសារលុយជំនួយសោះមកធ្វើអីស្អីសុំទោសបន្ទប់ប្រជុំទទួលតែអតិថិជនក្រុមហ៊ុនប៉ុណ្ណោះឆាប់ចេញទៅអតិថិជនមែនទេសិស្សច្បងជួយបាកានីឲ្យខ្ញុំមួយលុយក្នុងកាតបញ្ចូលទៅទាំងអស់ស្មានតែបញ្ចូលលុយទូរស័ព្ទក្រុមហ៊ុនមួយបាត់របាកានីយ៉ាងតិចត្រូវមាន100000ឯងមានលុយជាប់ខ្លួនដល់10000អត់លេនវ៉ែនគេនិយាយត្រូវហើយបាកានីមានកំណត់ទឹកប្រាក់អបម៉ាសិស្សច្បងជឿខ្ញុំទៅនៅជាវាទៀតវាបានលុយមកពីណាបាកានីលោកនេះលោកកំពុងរំខានការងារក្រុមហ៊ុនខ្ញុំអាចប្តឹងប៉ូលីសបានគ្រប់ពេលកុំប្រញាប់ចិត្តដឹងលទ្ធផលហើយស៊ូទៅបាកានីហ៎សិស្សប្អូនប្រកាសជាគ្មានលុយច្រើនចឹងទេឬមួយខ្ញុំយកលុយសន្សំខ្លួនឯងបើកឲ្យគេបើគេដឹងខ្ញុំច្បាស់ជាត្រូវគេបណ្ដេញចេញមិនចឹងស៊ូអតិថិជនធំណាបងលាវនិយាយអីហ្នឹងមើលលុយក្នុងកាតអតិថិជនទៅរាយ10,000,000ភ្នែកស្អីហ្នឹងអតិថិជនធំមែនតាស៊ូខែនេះឯងបានលេខ1ហើយឯងច្បាស់ជាឈ្នះហើយគេមិនមែនជាសិស្សក្រីក្រទេហ៎មិនក៏មានលុយច្រើនម្លេះមិនក៏យូរម្លេះបើកបានអត់បើមិនបានឲ្យសន្តិសុខអូក្បាលវាចេញទៅបើកហើយប៉ុន្មានលុយនឹកស្មានមិនដល់ឯងមានលុយដែរតើមិនមែនដើម្បីញ៉ាយសលេងលេងសុខចិត្តលក់របស់តាមអនឡាញបាន100000មកបើកិននេះទេដឹងទឹកប្រាក់បើកិននេះរបស់លេនវ៉ែនគឺ10លានខ្ញុំស្មានតែនាងថាប៉ុន្មានថាវាមានលុយប៉ុន្មានបើកិននេះលោកស្ដាប់មិនច្រឡំទេទឹកប្រាក់បើកិននេះ10លានមិនអាចទេអក្រីក្រស៊ីលុយជំនួយសាលាបានលុយពីណា10លានមកបើកិននេះមិនអាចទេប្រកាសជាមានបញ្ហាស៊ូលេងខ្ញុំប្រាប់នាងណាការក្លែងបន្លំទឹកប្រាក់កិននេះជាអំពើខុសច្បាប់បារកឃើញនឹងជាប់គុកប្រធានចាងខ្ញុំមិនបានកុហកហើយក៏មិនបានក្លែងបន្លំដែរលុយរបស់លេនហ្វេនគឺ10លានមែនមិនអាចទេអក្រីក្រនឹងបានលុយពីណាខ្ញុំមិនជឿរី10,000,00010លានឬមួយខ្ញុំមើលមនុស្សខុសអាម្នាក់នេះជាសេដ្ឋីលាក់មកប្រធានចាងមិនអាចទេប្រកាសជាមានបញ្ហាអាស្អុយនេះបានលុយពីណាប្រធានចាងបើលោកមិនជឿអាចហៅអ្នកផ្សេងមកមើលបានពួកគេឃើញផ្ទាល់ភ្នែកពួកឯងមកនេះមើលមិញនេះស៊ូលេងបើកិននេះទឹកប្រាក់10លានមែនទេមែនហើយពួកយើងឃើញទាំងអស់គ្នានឹកមិនដល់ថាស៊ូអាចរកបានអតិថិជនធំបែបនេះពួកគេសុទ្ធតែជាបុគ្គលិកចាស់មិនអាចសំគំនិតជាមួយស៊ូលេងទេឬមួយជារឿងពិតចេះចុះលោកម្ចាស់ឈិនកុំព្យូទ័រអាចឆែកប្រភពលុយចូលបានទិន្នន័យនេះក្លែងបន្លំមិនបានទេតតែខ្ញុំឆែកមើលសិនល្អអញមិនជឿថាឯងមានលុយច្រើនចឹងទេអាប្អូនឯងចាំមើលបើមានបញ្ហាអញប្តឹងប៉ូលីសចាប់ឯងភ្លាមខ្ញុំចាំតើនេះខ្ញុំដឹងហើយថាប្រកាសជាមានបញ្ហា10លានអាស្អុយនេះបានលុយពីណាមើលចុះរឿងនេះស៊ូនាងមានអតិថិជនធំបែបនេះមិនក៏មិនប្រាប់មុននាងទើបតែមកហាត់ការខែដំបូងខ្ញុំសម្រេចឲ្យហើយខែក្រោយចូលពេញសិទ្ធតែម្ដងមិនបាច់ហាត់ការ3ខែទេមិនថាខ្ញុំជាអក្រីក្រទេឥឡូវអ្នកណាជាអ្នកក៏គ្រាន់បើរឿងនេះមិនទាន់ចប់ទេចាំមើលចុះគុណប្រុសលេងមិញនេះជាកំហុសការងាររបស់ខ្ញុំមិនបានឆែកមើលក៏ជាសម្ដីគេខ្ញុំសូមសម្ដែងការសុំទោសដោយស្មោះសង្ឃឹមថាលោកមិនប្រកាន់បានហើយទីនេះគ្មានការងារលោកទេចេញទៅបាទខ្ញុំចេញទៅឥឡូវហើយស៊ូធ្វើការនៅទីនេះចុះបាទគុណប្រុសលីនមានការអីនិយាយជាមួយស៊ូចុះលេនវ៉ែនឯងបានលុយច្រើនម្លេះពីណាចាត់ទុកថាខ្ញុំខ្ចីគេចុះខ្ចីអ្នកណាឲ្យខ្ចីច្រើនម្លេះសិស្សច្បងគុំសួរច្រើនអីបើកណនីបើកហើយជួយទិញហ៊ុនឲ្យខ្ញុំបានអត់
បានតើហ៊ុនប៉ុន្មាននេះទីផ្សារល្អណាស់ឯងអាចពិចារណាបាន ភ្នែកសិស្សច្បងមិនអន់ទេតែមិនបាច់មើលអានឹងទេទិញអាប៉ុន្មាននេះវិញ ហ៊ុនប៉ុន្មាននេះមួយឆ្នាំមកនេះធ្លាក់ចុះរហូតទិញទៅដឹងតែខាតហើយ ទុកចិត្តចុះហ៊ុនប៉ុន្មាននេះនឹងឡើងថ្លៃមិនខានជឿជាក់លើភ្នែកខ្ញុំចុះ ចឹងក៏បានថ្ងៃក្រោយខ្ញុំជាអ្នកមើលការខុសត្រូវអ្នកវិឆាតទៅមានការអីតាក់ទងមកខ្ញុំ យកព្រំសិស្សច្បងលេងហ្វេន យប់នេះទំនេរអត់ឯងជួយខ្ញុំធំបែបនេះខ្ញុំត្រូវតែប៉ាបាយឯងដើម្បីអរគុណ ថ្ងៃនេះខ្ញុំត្រូវទៅផ្ទះចាំស្អែកចុះ អូខេចឹងស្អែកចាំខ្ញុំតាក់ទងទៅ រៀបចំរួចរាល់ហើយអាហ្វានគួរឲ្យច្រណែនពួកឯងដែលនៅទីក្រុងណាស់ជិះតែរថភ្លើងក្រំដីក៏ដល់ផ្ទះដែរត្រូវហើយវិស្មករនេះគិតទៅធ្វើការនៅណាឥឡូវការងារពិបាករកណាស់រៀនចប់ដូចអត់ការងារធ្វើចឹងយើងត្រូវតែមានគម្រោងវិស្មករនេះខ្ញុំមិនទៅធ្វើការទេមិនធ្វើការចឹងថ្លៃចាយវាយឈ្មោះក្រោយគិតម៉េចខ្ញុំលេងហ៊ុនចំណេញបានខ្លះដែរមែនអត់បានប៉ុន្មាន 50,000 50,000